សិក្សាអំពីផលចែក forward slash បាទ forward slash គឺជាការគណនាផលចែកអញ្ចឹងយើងមានពីរប្រភេទទី1គឺស្មើលេខចែកនឹងលេខទី2ស្មើ cell address ចែកនឹង cell address បាទអញ្ចឹងយើងមើលការអនុវត្តនៅលើ Microsoft Excel 2010របស់យើងគឺយើងមានទិន្នន័យប៉ុណ្ណឹងមកគឺ25លេខ2 15លេខ3អញ្ចឹងទី1គឺយើងវាសញ្ញាស្មើយើងវាលេខ25ហើយវាសញ្ញា slash បាទអញ្ចឹងគឺនៅខាងក្រោមជាប់ស៊ីហ្នឹងទីរួចវាលេខ2ចូលរួច enter អញ្ចឹងយើងឃើញ25ចែកនឹង2គឺឃើញ12កន្លះបាទវិធីមួយយ៉ាងទៀតគឺយើងស្មើយកមកចុចលើលេខ15ហ្នឹងរួចចុចសញ្ញាបាទ forward slash រួចយើងយកមកចុចលេខ3រួចចុច enter អញ្ចឹង15ចែកនឹង3ឃើញ5បាទដូចគ្នាដែរយើងចង់មើលថាតើវាជារូបមន្តបែបណាគឺយើងคลิกលើ formula រួចយើងយកពាក្យថា show formula បាទអញ្ចឹងមានន័យថាវាបង្ហាញជា formula វិញហើយអញ្ចឹងបើយើងចង់ឲ្យវាបង្ហាញជាទិន្នន័យជាលេខគឺយើងយក formula ហ្នឹងវិញរួចคลิกលើបាទ show formula អញ្ចឹងពេលនេះវាបង្ហាញទិន្នន័យជាតម្លៃលេខវិញ